បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទសុខសប្បាយជាទេបាទជាពិសេសគឺពុកម៉ែបងប្អូនដែលនិយមតាមដានតម្រុយឆ្នោតបាទយួនប្រចាំថ្ងៃជាមួយនឹង admin នឹងបាទសម្រាប់ channel បាទវិធីឆ្នោតរបស់ admin នឹងគឺបានផ្អាកបាទចេញវីដេអូនឹងគឺរយៈពេល2ថ្ងៃឯងពុកម៉ែបងប្អូនបាទដោយសារតរវល់បាទថ្ងៃនេះគឺមកចេញបាទតម្រុយចែកជូនពុកម៉ែបងប្អូនបាទទាំងអស់គ្នាបន្តទៀតបាទចាថ្ងៃនេះគឺត្រឹមថ្ងៃទី20បាទខែកក្កដាបាទឆ្នាំ2026បាទពុកម៉ែបងប្អូនបាទ admin ក៏មានលេខតម្រុយបាទល្អៗយកមកចែកជូនពុកម៉ែបងប្អូនបន្តហើយបាទប៉ុន្តែមុននឹងយើងទៅមើលតម្រុយរបស់យើងក៏ admin សូមចាត់ពុកម៉ែបងប្អូនបាទម្នាក់មួយបាទជួយចុច subscribe បាទឲ្យ admin បាទម្នាក់មួយផងបាទហើយព្រមទាំងចុចសញ្ញាកណ្ដឹងបាទចុច like បាទនិង comment ពាក្យថៃហេងបាទឬក៏168បាទនៅខាងក្រោមវីដេអូរបស់ admin ម្នាក់មួយផងណាពុកម៉ែបងប្អូនបាទដើម្បីឲ្យ admin នឹងគឺមានកម្លាំងចិត្តបាទស្វះស្វែងរកបាទរេតម្រុយល្អៗមកចែកជូនពុកម៉ែបងប្អូនបាទតោះអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបាទបានជួយចុចឲ្យ admin ហើយយើងនឹងទៅមើលលេខសំណាងរបស់យើងថ្ងៃនេះទាំងអស់គ្នាណាពុកម៉ែបងប្អូនបាទចំពោះលេខត្រេង2ខ្ទង់បាទសម្រាប់ប៉ុស A ប៉ុស B ប៉ុស C ហើយនិងប៉ុស D បាទអញ្ចឹង admin ក៏បានរៀបចំបាទទុកជូនពុកម៉ែបងប្អូននោះក៏ដូចសពមួយដងបាទអញ្ចឹងថ្ងៃនេះ admin បាទរៀបចំលេខត្រេង4ខ្ទង់បាទតែខ្ទង់ទី1បាទគឺលេខបាទ05បាទលេខទី2បាទគឺ06បាទហើយលេខទី3បាទគឺ78បាទជាក្របខ្ទង់ធំបាទហើយលេខទី4ចុងក្រោយបាទគឺលេខ90បាទចឹងក្រប90នេះពុកម៉ែបងប្អូនអាចយកទៅបុកត្រេងបានណាបាទសម្រាប់លេខនេះបាទចំពោះលេខ3ខ្ទង់បាទដែលជាលេខធំលេខបប៉ុសអញ្ចឹង admin បានរៀបចំបាទជូនពុកម៉ែបងប្អូនមាន2គ្រាប់បាទគ្រាប់ទី1បាទគឺ082គុណបាទហើយលេខទី2បាទគឺ558គុណ558គុណនេះគឺបាទពុកម៉ែបងប្អូនយកទៅបុកប៉ុសគឺត្រូវតែម្ដងបាទហើយសម្រាប់បងប្អូនយើងដែលចូលចិត្តលេងបាទបែបការពារអញ្ចឹង admin មានតែលេខអូខ្ទង់ទេអញ្ចឹងសម្រាប់លេខអូខ្ទង់យើងមាន2ខ្ទង់បាទខ្ទង់ទី1គឺយើងអូខ្ទង់0ហើយនិងខ្ទង់ទី2គឺយើងអូខ្ទង់90បាទអញ្ចឹងសម្រាប់តម្រុយបាទមានថ្ងៃនេះគឺមានប៉ុណ្ណេះទេបាទពុកម៉ែបងប្អូនអញ្ចឹងពេលវេលានៃការចែកតម្រុយឆ្នោតបាទពី channel វិធីឆ្នោតរបស់ admin ក៏បានឈានមកដល់ទីបញ្ចប់ដែរអញ្ចឹង admin បាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលតែងតែគាំទ្របាទនឹងតាមដាន channel របស់ admin เนาะអញ្ចឹងជាចុងក្រោយ admin ក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបានយកតម្រុយរបស់ admin ទៅផ្សងសំណាងបាទសូមឲ្យហេងមកទទួលបានលាភជ័យបាទពុកម៉ែបងប្អូនផ្សងលេខតូចក៏ត្រូវផ្សងលេខធំក៏ត្រូវបាទសូមឲ្យពុកម៉ែបងប្អូនបាទជួលកប់គ្រប់គ្នាណាបងប្អូនបាទចឹងសូមជម្រាបលាបាទនឹងជួបគ្នានៅវីដេអូថ្ងៃស្អែកជាបន្តទៀតបាទជាមួយនឹង admin ដដែលបាទសំណាងល្អទាំងអស់គ្នាណាពុកម៉ែបងប្អូនបាទជម្រាបលា